so stay on on សួរថាបងពេលគេសម្ភាសគេសួរជាគោលអ្វីខ្លះទៅបងជាទូទៅសំណួរមាន4 10សំណួរដែលក្រុមហ៊ុនខ្លះគាត់សួរឆ្លាស់គ្នាចានៅកន្លែងនេះអាចសួរបែបនេះនៅកន្លែងផ្សេងទៀតគេសួរផ្សេងទៀតចឹងទៅតែថ្ងៃនេះបងប្រាប់អូន5សំណួរដែលគណៈកម្មការតែងតែសួរអត់រំលងទី1 please introduce yourself ឬមួយក៏ tell me about yourself សំណួរដែលនៅក្នុងវីដេអូអូន comment ហ្នឹងហើយចម្លើយគឺអ្វីដែលបងឆ្លើយហ្នឹងគឺយើងប្រើ technique SEAT ចា SEAT S skill E education A achievement T the type of person you are ប្រាប់គេអំពីជំនាញប្រាប់គេអំពី education ដែលយើង complete ប្រាប់គេអំពី achievement ដែលយើងធ្លាប់បានធ្វើជោគជ័យនៅកន្លែងការងារចាស់ហើយនឹង the type of person ចរិតបុគ្គលិកលក្ខណៈរបស់យើងនឹងយ៉ាងម៉េចអាហ្នឹងគឺចូលសងទាំងអស់ហ្មងឆ្លើយតែប៉ុណ្្នឹងមកគឺអូខេសំណួរទី2គេអាចនឹងសួរថា why you want to leave your current job សំណួរនេះខ្ញុំនឹងរបៀបក្នុងការឆ្លើយខ្ញុំនឹងធ្វើវីដេអូក្រោយទៀតសំណួរទី3គេអាចនឹងសួរថា why you want to work with us ចាសំណួរនេះគឺគេតេស្តចង់ដឹងថាតើយើងស្គាល់ពីប្រភេទក្រុមហ៊ុនការងារ mission vision របស់អង្គការឬមួយក៏ក្រុមហ៊ុន role responsibility ទំនួលខុសត្រូវការងារបានកម្រិតណាចាអញ្ចឹងបើគេសួរសំណួរហ្នឹងសូមឆ្លើយពឹងផ្អែកទៅលើ mission vision អ្វីដែលយើងអាចគេហៅថាជា combine value ដូចគ្នាណាចាអាចឆ្លើយអាហ្នឹងទី4គេនឹងអាចសួរ what is your weakness what is your strength ចឹងទៅជាទូទៅសំណួរដែលគេសួរចំណុចខ្លាំងចំណុចខ្សោយអីគេខ្លះចំណុចខ្លាំងគឺយើងនឹងឆ្លើយតាក់ទងជាមួយនឹងអ្វីដែលយើងប្រកែហើយតាក់ទងជាមួយនឹងការងារដែលយើងកំពុងតែដាក់ហ្នឹងចំណុចខ្សោយអត់ឆ្លើយថាអត់មានអីដែលយើងអត់ចេះទេចំណុចខ្សោយគឺយើងគួរឆ្លើយថាអ្វីដែលយើងកំពុងតែរៀនអ្វីដែលយើងកំពុងតែមិនសូវប្រកែយើងអាចឆ្លើយបានតាក់ទងនឹងការងារក៏ដោយតាក់ទងជាមួយនឹង out of ការងារក៏ដោយក៏អាចដាក់បានដែរតែលើកលែងវា too personal ពេកមិនបាច់ដាក់ទេចាឧទាហរណ៍ថាឥឡូវនេះភាសាអង់គ្លេសយើងរៀងនៅមានកម្រិតយើងកំពុងតែរៀនវឹកហាត់មើល YouTube វឹកហាត់ជាមួយនឹងជនបរទេសអីចឹងទៅអាចដាក់បានចាទី5គឺគេនឹងអាចសួរថាសំណួរជាទូទៅគឺគេនឹងសួរនៅចុងម៉ោងចា do you have any question for us ចឹងកន្លែងហ្នឹងភាគច្រើនបុកបេក្ខជនគាត់តែថាខ្ញុំអត់មានសំណួរអីទេចាអញ្ចឹងបើសិនជាយើងចង់ធ្វើឲ្យគេយល់ថាយើងជាមនុស្សដែលចាប់អារម្មណ៍ជាមួយនឹងការងារហ្នឹងហើយយើងពិតជាចង់ដឹងចង់ឮជាមួយនឹង project ការងារដែលយើងត្រូវធ្វើហ្នឹងមែនសំណួរអាចសួរគេដូចជាថាតើក្រុមដែលយើងត្រូវធ្វើការហ្នឹងជាក្រុមរបៀបមិនដែរចាឬមួយក៏តើ expectation របស់មេរបស់ខ្ញុំឬមួយក៏ក្រុមរបស់ខ្ញុំហ្នឹងមាន expectation រយៈពេល3ខែទៅ6ខែហ្នឹងមានគេហៅ target អីគេខ្លះចាឬមួយក៏ជាសំណួរបែបថាតើ challenge អាចមានអីគេខ្លះអាចធ្វើឲ្យខ្ញុំប្រាប់ខ្ញុំខ្លះបានអត់ដើម្បីឲ្យខ្ញុំអាចដឹងអំពី challenge ហ្នឹងអញ្ចឹងការសួរបែបហ្នឹងបញ្ជាក់អំពីការចាប់អារម្មណ៍ទៅលើការងារមុខតំណែងដែលយើងកំពុងដាក់ចាអញ្ចឹងសម្រាប់សំណួរទី2ដែលខ្ញុំនិយាយថា why you want to leave your current job ហ្នឹងកន្លែងនេះខ្ញុំនឹងធ្វើវីដេអូមួយទៀតរបៀបក្នុងការឆ្លើយបើសិនជាគេសួរសំណួរបែបហ្នឹងអរគុណ